ថាចិត្តនេះព្រោះផ្លាសវ៉ាគ្មានរអាក្រៃអ្នកណាដែលសង្ហាគឺកាយាស្នេហាកណ្ដាលថ្ងៃបងអួតដាក់បងគាត់មានតែគាត់គ្មានទឹកក្រែងខ្លួនជាស្រីមួយគេឯងគិតមិនវែងព្រឹងសំដែងគ្មានរឯងថាខ្លួនឯងធ្វើនេះពិតជាអស័ក្តិសមចាំស្រីមិនគិតខ្លួនហើយបើសិនជាគណៈបព្វជិជនគិតថាដោយគាត់និយាយចឹងថាគាត់មិនខ្វល់នរណាអានឹងវាច្បាស់ជាអញ្ចឹងហើយបើឃើញជាគាត់មិនខ្វល់នរណាហើយគណៈបកសង្គ្រោះជាតិទៅចូលជាមួយគាត់ទៅគាំទ្រគាត់ឲ្យគណៈឲ្យគាត់ទៅជាស្របច្បាប់មានន័យថាគណៈបកសង្គ្រោះជាតិអត់ខ្វល់នរណាដែរអញ្ចឹងយើងអត់អាចទៅទេយើងអត់អាចចូលទេគោលបំណងនៃកិច្ចព្រមព្រៀងនេះគឺស្វែងរកដំណោះស្រាយរួមចំពោះវិបត្តិនយោបាយនៅប្រទេសកម្ពុជាថ្ងៃនេះយើងអាចប្រកាសបានថាវិបត្តិនយោបាយនៅប្រទេសកម្ពុជាចប់ហើយជាដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់អ្នកតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិហើយនឹងក៏សូមថ្លែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមតិរបស់ឯកឧត្តមសំរងស៊ីអំបញ្ញមិញវប្បធម៌ដែលយើងត្រូវបំបត្តិគឺវប្បធម៌ហិង្សានិងវប្បធម៌សងសឹកគ្នាទៅវិញទៅមកដោយសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងវប្បធម៌មួយដែលយើងត្រូវតែបញ្ចប់គឺវប្បធម៌ដែលពាក្យខ្មែរហៅថាទឹកឡើងត្រីស៊ីសមុទ្រទឹកហោចសមុទ្រស៊ីត្រីយើងទាំងអស់គ្នាមិនមែនជាត្រីក៏មិនមែនជាសមុទ្រដែរយើងទាំងអស់គ្នាជាមនុស្សដូចគ្នាយើងទាំងអស់គ្នាជាខ្មែរដូចគ្នាយើងទាំងអស់គ្នាត្រូវរួមរស់ជាមួយគ្នាត្រូវធ្វើការជាមួយគ្នាសហការខ្ញុំហាក់ដូចជានិយាយច្រើនបន្តិចប៉ុន្តែខ្ញុំនៅតែមានការអរគុណនិងស្វាគមន៍នៅពាក្យពេចន៍របស់អាដាមសំរងស៊ីហើយសូមព្រះសង្ឃប្រជាពលរដ្ឋនៅទូទាំងប្រទេសជាតិចាស់កម្ពុជាកត់ត្រាសម្ដីទាំងសម្ដីរបស់អាដាមសំរងស៊ីនិងសម្ដីរបស់ខ្ញុំប្រកាសណាខ្ញុំថាយើងបញ្ចប់ទៅនយោបាយទឹកឡើងត្រីស៊ីសមុទ្រទឹកហើយសមុទ្រស៊ីត្រីមានគេអត់អញមានអញអត់គេអញឈ្នះអញចាប់ឯងដាក់គុកហើយនឹងអាវបធរលៀបពណ៌អាហ្នឹងគឺសូមមេត្តាយោគយល់ព្រោះថាសគីតិជាណាបើសិនយើងចង់គ្រាន់តែចូលទៅក្នុងសភាឲ្យគណៈបព្វជិជនដឹកនាំមិនខ្វល់នរណាគឺយើងចូលរួមបំផ្លាញជាតិតទៅទៀតហើយអញ្ចឹងហើយយើងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋកាន់តែធ្ងន់ទៅ